ជំរាបសួរអ្នកគ្រូវីដេអូនេះដែរធ្វើអំពី ACL configuration ដោយដំបូងយើងធ្វើការបង្កើត .3 ដែលមាន R1 R2 R3 បន្ទាប់ពីយើងបង្កើតរួចមកគឺយើងធ្វើការភ្ជាប់វាដោយប្រើប្រាស់ Gigabit Ethernet 003ដែលភ្ជាប់ពី R1 ទៅ R2 R2 ទៅ R3 បន្ទាប់ពីយើងភ្ជាប់វារួចមកយើងធ្វើការconfigure IP address វាទៅលើទាំង R1 R2 និង R3 ដំបូងនេះយើងធ្វើទៅលើ R1 នេះយើងធ្វើការជាដំបូងយើងធ្វើការinterface ទៅលើGigabit Ethernet 003ហ្នឹងមកបន្ទាប់មកយើងធ្វើការដាក់ជាមួយនឹង IP address របស់វាហើយនេះគឺយើងបានធ្វើការconfigure IP address R1 ហើយបន្ទាប់មកយើងចូលមក R2 ម្ដង R2 គឺដូចទៅនឹង R1 ដែរគ្រាន់តែថាយើងយើងត្រូវការដាក់ interface 2ទី1មាន Gigabit 003និងមួយទៀតគឺGigabit Ethernet 002ហើយវាមាន IP ដូច IP address ដូចគ្នាយើងធ្វើការដាក់បន្តគ្នាទៀតហ្នឹងបន្ទាប់ពីយើងធ្វើការ configure ទៅលើ R3 រួចមកគឺយើងធ្វើការ connect ទៅជាមួយនឹង R1 ដោយប្រើប្រាស់ IP ហ្នឹងហើយបន្ទាប់ពី configure IP address ហ្នឹងរួចយើងធ្វើការ configure OSP ម្ដងហើយជាចុងក្រោយយើងធ្វើការ create ACL និងយើង configure traffic filtering
សម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្រូ